យើងមុនដំបូងយើងឃើញទូប្រុសរបស់យើងកំពុងតែសុំទៅកាន់បងប្រុសរបស់គាត់ឲ្យបងលុយថ្លៃស្លាយគាត់ផងគឺថាខ្ញុំនឹងចង់ចូលទៅរៀននៅក្នុងសាលាតន្ត្រីមួយបន្ទាប់ពីស្ដាប់ទូប្រុសរួចភ្លាមនោះបងប្រុសបានតបទៅវិញថាសាលាអ្វីយើងនឹងមិនមានលុយបងឯងទេព្រោះយើងមិនមានលុយនោះទេហើយទូប្រុសរបស់យើងបាននិយាយទៅកាន់បងប្រុសថាវាចាំបាច់ណាស់សម្រាប់ខ្ញុំបើសិនជាខ្ញុំនឹងប្រឡងជាប់នៅក្នុងធ្វើតេស្តមួយនេះគឺថាទូប្រុសរបស់យើងចង់រៀននៅក្នុងសាលាតន្ត្រីនឹងខ្លាំងហ្មងភ្លាមនោះបងប្រុសទូប្រុសរបស់យើងបាននិយាយទៅកាន់ទូប្រុសថាគេកំពុងតែសិក្សាតែឯងនឹងចង់ទៅរកមែនទេហើយយើងនឹងខ្មាស់គេណាស់ដែលហៅឯងនឹងជាបងប្រុសរបស់ខ្ញុំភ្លាមនោះទូប្រុសរបស់យើងបានតបទៅកាន់បងប្រុសគាត់ថាខ្ញុំមិនខ្មាស់អីជាងគេហើយគ្រូសាស្ត្រនេះមិនអាចជួយខ្ញុំទៅសាលាបានផងហើយដោយសារតែលោកជ័យនឹងគិតធ្វើការជាគ្រូមន្តអាគមក៏ហៅវិញ្ញាណបន្ទាប់ពីទូប្រុសយើងនិយាយចប់ភ្លាមនោះបងប្រុសបានតបទៅកាន់ថាតើឯងនឹងនិយាយគ្មានគ្រប់ទៅកាន់លោកជ័យណាបន្តិចទេអីបន្ទាប់ពីនិយាយរួចភ្លាមនោះបងប្រុសបានដាក់មកទូប្រុសម្ដាយយកបងហើយក៏បាននិយាយថាថ្លៃសាលានឹងអស់ម៉ាចាំគាត់នេះអ្នកចាញ់ហើយស្អីរឿងរបស់យើងកាប់រត់ថ្ងៃស្អីនៅក្នុងសាលាមួយហើយពេលនោះទូប្រុសរបស់យើងបានហៅទៅកាន់អឺនសឿយ៉ងគឺជាមនុស្សស្រីដែលបន្ទាប់ពីហៅអឺនសឿយ៉ងរួចស្ងៀមនោះទូប្រុសរបស់យើងបាននិយាយទៅកាន់អឺនសឿយ៉ងថាចាំខ្ញុំនឹងជួយទៅមើលក្រុមរបស់នាងព្រោះលើកមុននាងបានសុំឲ្យខ្ញុំទៅមើលក្រុមរបស់នាងមិនអីទេខ្ញុំនឹងជួយមើលឲ្យខ្ញុំនៅអឺនសឿយ៉ងបានតបទៅកាន់ទូប្រុសថាអូអរគុណណាស់ដែលអ្នកជួយខ្ញុំហើយខ្ញុំនោះអឺនសឿយ៉ងបាននិយាយទៅកាន់ទូប្រុសថាតើនាងមិនត្រូវលបួនៅក្នុងសាលារបស់អ្នកទេហើយទូប្រុសយើងតបទៅកាន់អឺនសឿយ៉ងវិញថាឥឡូវដល់ម៉ោងសម្រាប់ហើយខ្ញុំមិនមានកន្លែងអនុវត្តទេហើយខ្ញុំអាចជួយគេនៅអនុវត្តនៅក្នុងពេលតែមួយបានតើខ្ញុំនោះអឺនសឿយ៉ងបានតបកាន់ទូប្រុសវិញថាលោកនឹងមិនបាក់តឹងរឹងអីនោះទេព្រោះខ្ញុំធ្វើអីដល់ព្រោះខ្ញុំធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្ញុំនោះទេបន្ទាប់ពីអឺនសឿយ៉ងបាននិយាយរួចភ្លាមនោះបរិសម្នាក់ដែលអង្គុយជាទូប្រុសយើងបាននិយាយថាតើគេនឹងកំពុងនិយាយរឿងនោះទេដែរមែនហើយគាត់បាននិយាយថាអត់តែខ្ញុំឃើញគាត់អូហើយជាគាត់នឹងចង់ខ្លាចជា idol ហើយមើលទៅហើយគាត់បាននិយាយចំអកទៅកាន់ទូប្រុសថាតើទូប្រុសចង់ធ្វើតារាទាំងមុខទូប្រុសបែបនោះមែនបន្ទាប់ពីទូប្រុសស្ដាប់រួចទូប្រុសបាននិយាយទៅកាន់អឺនសឿយ៉ងចោលអ្នកវិញហើយអឺនសឿយ៉ងនិយាយទៅកាន់ទូប្រុសថាកុំគិតពីពួកគេអីព្រោះពួកគេនឹងតែងតែបែបនេះឯងភ្លាមនោះដែរទូប្រុសយើងនិយាយទៅកាន់បងយើងថាតើលោកនឹងកាត់អីគេមែនបានជាលោកនឹងថាឲ្យខ្ញុំទាំងតែខ្ញុំមិនបានតែប៉ះពាល់លោកផងបន្ទាប់ពីទូប្រុសយើងនិយាយរួចខ្ញុំមកបារម្ភអ្នកយើងនិយាយទៅកាន់ទូប្រុសវិញថាខ្ញុំនឹងមិនធ្វើការងារខ្ជិះខ្ជាយនៅក្នុងសុបិនដូចនេះទេបើសិនជាខ្ញុំចង់ធ្វើអីមួយខ្ញុំនឹងធ្វើឲ្យបានឡើយហើយទូប្រុសយើងនិយាយទៅកាន់បារម្ភនឹងថាយ៉ារីគ្រីតជាខុសគ្នាមែនទេកាន់តែទូប្រុសយើងនិយាយចប់រួចភ្លាមនោះបារម្ភអ្នកនឹងពិតជាខឹងទូប្រុសយើងមកបន្ទាប់ពីទូប្រុសរបស់យើងនិយាយទៅកាន់បារម្ភអ្នកនឹងរួចភ្លាមទូប្រុសរបស់យើងនិយាយទៅកាន់អឺនសឿយ៉ងថាអូតែក៏ពិតនោះនាងនៅក្នុងក្លឹបរំរបស់សាលាមែនទេស្អីរឿងរបស់យើងកាត់មកឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងក្លឹបហើយគាត់និយាយទៅកាន់នារីម្នាក់ថាខ្ញុំនឹងមិនមែនជាសមាជិកថ្មីនោះទេខ្ញុំគ្រាន់តែចង់មកហ្វឹកហាត់កូនសិស្សស្រីរបស់ខ្ញុំហើយអាចារ្យអ្នកនឹងបាននិយាយទៅកាន់ទូប្រុសថាតើអ្នកមិនត្រូវការអ្វីទេដែលអ្នកខ្លាចជាគ្រូបង្វឹកតើអ្នកនៅតែការគិតធ្វើបន្តបែបឆ្លងទៀតមែនហើយទូប្រុសយើងនិយាយទៅកាន់នារីម្នាក់ថានេះគឺជាផ្លូវត្រឹមត្រូវដែលខ្ញុំកាត់បន្ទាប់ពីទូប្រុសយើងនិយាយរួចភ្លាមនោះនារីម្នាក់និយាយទៅកាន់ទូប្រុសថាដោយវិធីនេះតើអ្នកណាម្នាក់ឬសិស្សច្បងរបស់អ្នកហើយអ្នកនឹងសង្ឃឹមឬសិស្សច្បងរបស់អ្នកទេបន្ទាប់ពីទូប្រុសនិយាយរួចភ្លាមនោះពួកគេបានគិតទៅកាន់ទូប្រុសថាតើក្មេងសម័យឥឡូវគេជាធ្វើទៅតាមចំណង់ចំណូលចិត្តរបស់គេមែនហើយគាត់បាននិយាយថាតែមែនទេមិនអីទេយើងយកឯកសារដែលគាត់បានរៀបចំឲ្យយើងមើលមកបន្ទាប់ពីទូប្រុសយើងសម្ភាររួចទូប្រុសយើងបានដើរចេញមកខាងក្រៅហើយទូប្រុសយើងបាននិយាយថាហើយពួកគេយត់និយាយឲ្យខ្ញុំបាក់ទឹកចិត្តមុនពេលដែលខ្ញុំចាប់ដើមទៀតហើយគាត់នឹងអន់ណាស់ហើយខ្ញុំមិនដឹងថាទូប្រុសនិយាយពីណាគេនោះទេទូប្រុសរបស់យើងជិបនឹងដើរចេញពីមុខបន្ទប់ភ្លាមនៅទូប្រុសរបស់យើងមិនឮពួកគេនិយាយថាជំនាញរបស់ទូប្រុសមួយចំណាំនឹងគឺជំនាញទូប្រុសមានល្អមួយហើយស្រាប់តែពេលនោះស្រាប់តែអ្នកទីបាននិយាយថា no ហើយពួកគេបាននិយាយតទៀតថាបើសិនតែយើងយកអ្នកណាគេម្នាក់មកដាក់ក្នុងក្រុមហ៊ុនរបស់យើងធ្វើជា idol លោកណាដែលគេនឹងរិះគន់មកកាន់ក្រុមហ៊ុនរបស់យើងមកហើយពួកគេនិយាយពីរឿងទូប្រុសទៀតថាជើងទូប្រុសរៀងខ្លាចហើយមិនកិនក្រៀងស្គមទៀតហើយតើលោកនឹងយករឿងអញ្ចឹងមកវិនិច្ឆ័យនៅក្នុងក្រុមហ៊ុនរបស់យើងតើលោកនឹងយកគិតមកស្រាប់ដូរមែនហើយពួកគេបាននិយាយថាមានក្មេងៗច្រើនណាស់ហើយសង្ហាមានទេពកោសល្យហើយក៏គេមិនត្រូវរំខានយើងចឹងបន្ទាប់ពីទូប្រុសយើងស្ដាប់គេរួចទូប្រុសយើងក៏រៀនអន់ចិត្តផងដែរសាច់រឿងរបស់យើងកាត់មកនៅក្នុងសាលាវិញឃើញទូប្រុសយើងកំពុងតែអង្គុយលើតុភ្លាមនឹងមានបារម្ភម្នាក់កំពុងតែដើរមករកទូប្រុសរបស់យើងហើយបារម្ភនឹងនិយាយទៅកាន់ទូប្រុសថាតើឯងនឹងកិច្ចសាលាទៀតហើយមែនតើឯងនឹងបដូរទៅក្រុមហ៊ុនមួយទៀតហើយមែនភ្លាមនឹងទូប្រុសរបស់យើងទៅកាន់បារម្ភនឹងថាឲ្យអ្នកគិតទៅខ្លួនអ្នកសិនទៅបន្ទាប់ពីទូប្រុសយើងនិយាយរួចភ្លាមនោះបារម្ភនឹងពិតជាខាងទូប្រុសមែនតើហើយគាត់ក៏បានដើរទៅដកទូរស័ព្ទ
ដៃទូប្រុសរបស់យើងហើយគាត់បាននិយាយទៅកាន់ទូប្រុសថាមើលទៅកាន់ថ្ងៃហ្នឹងមិនក៏ជាតន្ត្រីផ្កាយរបស់យើងរៀងបាក់ទឹកចិត្តម៉ែនាមយើងជាមិត្តភក្តិយើងទៅកាន់មើលឯងនេះមិនមើលអានេះមកចំអកគ្នាថែមមកហើយគាត់បាននិយាយទៅកាន់ទូប្រុសថាអូហើយយាសានឹងហើយយាសាបាក់តែទៅកាន់ទូប្រុសហើយទូប្រុសបាននិយាយទៅកាន់គេថាហេតើលោកនឹងកាលណាឲ្យទូរស័ព្ទមកឲ្យខ្ញុំវិញតើលោកនឹងចង់មានរឿងមែនហើយភ្លាមនោះទូប្រុសនិយាយទៅកាន់ប៉ែនឹងថាឲ្យលោកឯងឈួតម៉ែមកជាលោកឯងមិនឲ្យទូរស័ព្ទមកវិញហើយបារម្ភនឹងនិយាយកាន់ទូប្រុសថាតើឯនឹងនិយាយមួយនេះណាហើយប៉ែនឹងនិយាយទៅកាន់ទូរញថាជនអាក្រក់នេះនឹងពីមុនជាចិត្តស្ងប់ស្ងាត់តែឥឡូវមកគេវាផ្ទុកកំហឹងដាក់យើងខ្លាំងម៉ែហើយទូប្រុសយើងនិយាយទៅកាន់ម៉ែថាតើខ្ញុំនឹងធ្វើខ្លួនឯងភ័យមែនហើយបរិះដែលចាប់ក្បាលទូប្រុសនិយាយទៅកាន់ទូប្រុសទៅថាអូប្រហែលជាឯងដាក់ពាំប្រឡងធ្លាក់ទៀតហើយបានឯងចេញកងដាក់យើងអូភ្លេចប្រាប់ថាឯងនឹងបរាជ័យគ្រប់យ៉ាងតទៅពេលគេនិយាយចប់ទូប្រុសរបស់យើងបានតាប់តងដល់គេទៅព្រោះទូប្រុសរបស់យើងកំពុងតែអង្គុយសែននឹងសាច់រឿងរបស់យើងកាត់មកឃើញទូប្រុសរបស់យើងកំពុងតែនៅក្នុងទីប៉ែតហើយទូប្រុសរបស់យើងនិយាយទៅកាន់លោកគ្រូប៉ែតថាតើនេះគឺជាទឹកប្រាក់សំណងដែលខ្ញុំត្រូវសងលោកមែនទេតែទោះជាមករបស់ខ្ញុំបាក់វាមិនអាចអស់ច្រើនយ៉ាងនេះទេហើយលោកគ្រូប៉ែតនិយាយទៅកាន់ទូប្រុសវិញថាទេមើលទៅកាន់លោកនោះខូចខាតផ្លូវចិត្តធ្ងន់ធ្ងរជាងទៅពីលោកគ្រូប៉ែននិយាយចប់thêmនោះទូប្រុសរបស់យើងនិយាយកាន់លោកគ្រូប៉ែនថាបើតាមការខ្ញុំដឹងឮពួកគេចិត្តនិយាយលេងខ្ញុំនោះលោកគ្រូប៉ែនបាននិយាយទៅកាន់ទូប្រុសវិញថាក្នុងមនុស្សចំណោមទាំងអស់ហេតុអ្វីបានជាទូប្រុសចឹងហើយគាត់បាននិយាយថាមានអីទេសូមទូប្រុសរបស់យើងតាកតងទៅកាន់ឪពុកម្ដាយមកបន្ទាប់ពីលោកគ្រូប៉ែននិយាយចប់thêmនោះទូប្រុសរបស់យើងបានមកមើលលោកយាយរបស់គាត់នៅក្នុងទីប៉ែនហើយលោកយាយរបស់គាត់និយាយទៅកាន់ទូប្រុសថាបើសិនជាចង់វាកាត់តែខ្ញុំវាកាន់ទៅពេលក្រោយដល់ពេលដែលខ្ញុំមានលុយហើយលោកយាយនិយាយទៅកាន់ទូប្រុសថាឯងមិនត្រូវទុករឿងនឹងធ្វើបែបនេះទេបន្ទាប់ពីលោកយាយនិយាយចប់ទូប្រុសយើងបានអង្គុយស្ងាត់ងាយព្រោះថាទូប្រុសយើងបានបង្ករឿងឲ្យលោកយាយទៀតហើយលោកយាយបាននិយាយទៅកាន់ទូប្រុសថាតើឯងនឹងបងធ្វើអីខ្ញុំនោះលោកយាយទៅកាន់ទូប្រុសថាឯងកុំធ្វើអីទាំងបញ្ញាហើយនេះគឺជាមិនមែនកំហុសរបស់ឯងផងដែរហើយអ្នកណាក៏មានកំហុសផងដែរបន្ទាប់ពីលោកយាយនិយាយចប់ខ្ញុំនោះទូប្រុសឲ្យយើងបានអង្គុយនៅមួយកន្លែងមួយថ្ងៃហើយខ្ញុំនោះទូប្រុសឲ្យយើងបានឃើញខ្លួនឯងនៅការពីមុនសេរឿងរបស់យើងកាត់ពីទូប្រុសកាលនៅពីមុនភ្លាមនោះមានអ្នកណាគេម្នាក់និយាយទៅកាន់ទូប្រុសថាម៉ែកូននាងធ្វើដូច្នេះហើយលោកមិននៅស្ងៀមដូចមុនទៀតទៅឥឡូវមិនមានរឿងបែបនេះនោះទេហើយទូប្រុសយើងបានតបកាន់ថាការវានៅខ្ញុំនោះទូប្រុសយើងនិយាយទៅកាន់រីមានថាអ្នកក៏ដឹងដែរថាមនុស្សអ្នកនឹងជាធ្វើបាបខ្ញុំគ្រប់ពេលវេលាហ្មងនៅរីម្នាក់នឹងនិយាយទៅកាន់ទូប្រុសខ្ញុំមិនមានន័យបែបហ្នឹងនោះទេហើយលោកគួរតែប្រុងប្រយ័ត្ននៅខាងមុខថ្ងៃអនាគតរបស់លោកហើយលោកមិនសួរទ្រាំនៅពេលវេលាទាំងអស់នេះសិនទៅហើយនាងបាននិយាយតទៀតថាហេតុអ្វីបានលោកធ្វើឲ្យអត់មានខ្វល់អីចឹងហើយលោកធ្វើតាមតែចិត្តហ្នឹងទៅពីទូប្រុសយើងបានឈប់គិតទូប្រុសយើងបានអង្គុយសែបខ្ញុំនៅទូប្រុសបាននិយាយទៅកាន់លោកយាយថាអត់ទេលោកយាយខ្ញុំនៅតែមានកំហុសដែរធ្វើឲ្យលោកយាយរបស់យើងបានអស់ទឹកមុខចុះមកហើយទូប្រុសយើងបាននឹកឃើញទៅកាន់អាមុខម្នាក់ហ្នឹងហើយទូប្រុសយើងបាននិយាយថាវាបានបំផ្លាញដែលគ្រូសាវរបស់ខ្ញុំបានកង់ត្រូលរបស់ខ្ញុំហើយវាបានបំផ្លាញខ្ញុំដែលខ្ញុំបានខិតខំរយៈពេល2ឆ្នាំកន្លងមកនេះបន្ទាប់ពីទូប្រុសយើងបានឈប់គិតទូប្រុសយើងបានអង្គុយសួរណៃថាខ្ញុំនឹងបានធ្វើអ្វីខ្លះបានជាខ្ញុំបានជាបែបហើយទូប្រុសបាននិយាយទៅកាន់លោកយាយថានេះគឺជាកំហុសរបស់ខ្ញុំឲ្យខ្ញុំសុំទោសទៅកាន់លោកយាយបន្ទាប់ពីទូប្រុសបាននិយាយទៅកាន់លោកយាយរួចសាច់រឿងរបស់យើងកាត់ក្នុងពេលសាលាវិញមាននរណាគេម្នាក់និយាយសាច់រឿងរបស់ទូប្រុសដែលទូប្រុសអនវាយគ្នាក្នុងសាលាហើយច្បាស់ណាស់ទូទាត់លុយដែលទូប្រុសយើងបានបង់ឲ្យគេវារៀងចម្លើយដោយសារតែគណៈកម្មការរៀងមានខ្សែច្បាស់ណាស់ឲ្យតែរឿងវាយគ្នាប្រហែលជាមានពាក្យចាំរាមរឿងទូប្រុសដូច្នេះទូប្រុសរបស់យើងរៀងដើរតាណារៀងពិបាកចិត្តតែយ៉ាងហើយពាក្យចាំរាមទូប្រុសយើងរៀងដើម្បីបងដែរហើយមានអ្នកណាគេម្នាក់និយាយថាខ្ញុំបានឮសិស្សឆ្នាំទី2បានវាយគ្នានៅក្នុងសាលាស្អីរឿងរបស់យើងកាន់មិនឃើញក្មេងស្រីម្នាក់ហើយស្រីម្នាក់និយាយទៅកាន់សូអ៊ីថាតើអ្នកឮទេហើយក្មេងស្រីម្នាក់នឹងនិយាយទៅកាន់សូអ៊ីទៀតថាជនល្មើសគឺជាមនុស្សចាស់ដែលបង្រៀនយើងរំការពីនៅក្នុងក្លឹបការពីលើកមុននោះឲ្យខ្ញុំសុំទោសអ្នកនរផងទូអង្គនឹងមិនមែនឈ្មោះសូអ៊ីទេឈ្មោះសូអេខ្ញុំហៅទូអង្គខុសរហូតមកហើយសូអេបាននិយាយទៅកាន់ក្មេងស្រីនឹងថាសិស្សច្បងគីមកាំងខ្យន់ហ្នឹងតែជាគាត់មិនមែនខ្ញុំសុំនិយាយដល់ទៅខ្ញុំអត់ត្រឡប់ហៅឈ្មោះហ្នឹងខ្ញុំសុំហៅហាន់យោហ្មងទូប្រុសយើងស្អីរឿងរបស់យើងឃើញទូប្រុសរបស់យើងកំពុងតែឆោតស្ងោស្ងាត់ម្នាក់អីហើយទូប្រុសយើងបាននិយាយថាសប្បាយតែភ្នាក់ងារទទួលខ្ញុំធ្វើការឥឡូវគេបានបន្តែខ្ញុំចោលទេហើយទូប្រុសបានលើកមើលគឺស្អីទូប្រុសនិយាយថាតើខ្ញុំនឹងបោះការងារនឹងចោលមែនភ្លាមនោះអឿនសឺយ៉ងបានឆាតកាន់ទូប្រុសអឿនសឺយ៉ងបាននិយាយថាគេគឺជាមនុស្សដែលនិយាយបើចំហអត់មាននិយាយលាក់លៀមអីនោះទេហើយគេបានយករឿងទូប្រុសរបស់យើងបានចែកចាយគ្នាហ្មងហ
ហើយទូប្រយើងទើបពីមើលឆាតពួកគេបានសេរួចហើយទូប្រយើងបានគិតថាសប្បាយតែសប្បាយរបស់ខ្ញុំពួកខ្ញុំអាចចាប់បានផងដែរតើខ្ញុំនឹងធ្វើអីគេលើហើយទូប្រយបានគិតថារឿងហ្នឹងត្រូវបានចាប់ហើយសម្រាប់កំ pl ែងទៅសម្រាប់ពួកគេនោះទេតែពួកគេមិនអាចយកអារម្មណ៍របស់ខ្ញុំនោះទេសេរឿងរបស់យើងកាត់មកឃើញទូប្ររបស់យើងនៅខុនដូដែលការវិភាគមុនហើយទូប្ររបស់យើងនិយាយទៅកាន់លោកនាយកមិនអីទេខ្ញុំនឹងសាកល្បងវិញហើយហាន់យករបស់យើងនិយាយទៅកាន់លោកនាយកថាខ្ញុំនឹងមិនដឹងបានជាធ្វើបានល្អនឹងអត់នោះទេព្រោះរាងកាយរបស់នេះគឺខ្ញុំមិនសូវបានត្រឡប់ធ្វើកាយវិការបាននោះទេអូអត់ទេបើសិនជាវាពិបាកយ៉ាងណាក៏ខ្ញុំនៅតែបន្តទៅមុខផងដែរបន្ទាប់ពីទូប្រយើងនិយាយចប់ភ្លាមនោះលោកនាយកបាននិយាយថាឯកសារគាត់បានរៀបចំរួចហើយឲ្យឯកសារហ្នឹងទៅនាងហានឲ្យគាត់បានកាន់ម្ដងបន្ទាប់ពីលោកនាយកនិយាយរួចពួកគេក៏បានដើរចេញពីបន្ទប់សភាហើយសាហេតុមកយើងនិយាយទៅកាន់ទូប្រយើងថាតើលោកនឹងចង់ទៅត្រឡប់ទៅរាងកាយដែរមែនទេខ្ញុំនឹងងើមលងដើរមើលទីនេះបានពី3ជុំសិនចាំលងចាំទៅផ្ទះបន្ទាប់ពីសាហេនបាននិយាយរួចសាហេនបានដើរទៅមុនហើយទូប្ររបស់យើងនិយាយទៅកាន់សាហេនថាមានអ្វីមួយដែលពិបាកខ្ញុំតាំងពីដើមទីហើយព័ត៌មានខ្ញុំមិនគូបែកខ្ចាយលឿនណាស់លំនោះសាហេនបាននិយាយទៅកាន់ទូប្រវិញថាតើវាមិនងាយស្រួលទេដែលឯកសារនឹងមិនបានរៀបចំខ្លួនឯងហើយលោកបានដាក់ធ្វើតែងជាប់ទេបន្ទាប់ពីសាហេនបាននិយាយចប់ធ្វើឲ្យទូប្ររបស់យើងគឺដាក់សញ្ញាឈ្មោះពេញខ្មៅបន្ទាប់ពីពួកគេបានចេញពីកម្មដែលសាហេននិយាយទៅកាន់ទូប្រថានេះទីនេះគឺជាកន្លែងฝึกហាត់សម្រាប់មនុស្សស្រីបើសិនជាលោកមកជាបុរសវាមិនអាចឲ្យខ្ញុំដើរប្រាប់លោកបានទីគ្រប់កន្លែងទេបើសិនជាលោកមកជាស្ត្រីខ្ញុំអាចដើរប្រាប់លោកបានទីគ្រប់កន្លែងខ្ញុំភ្លេចរឿងមួយហេតុអ្វីបានជាអ្នកមិនអាចត្រឡប់មកជាប្រុសវិញបើហើយជាអ្នកមានហេតុផលផ្សេងទៀតមែនទេហើយសាយមកយើងនិយាយលេងសើចទៅកាន់ទូប្រវិញថាតាំងពីនាងខ្លះជាស្អីស្អាតតើនាងមិនបានសាកល្បងនៅរាងកាយមួយនេះទេហើយតើពីទូប្រយើងបានលឺហើយទូប្រយើងប្រាប់ទៅកាន់សាយវិញថាតើនាងកំពុងនិយាយគេហើយសាយមកយើងនិយាយទៅកាន់ទូប្រទៀតថាតួនាងធ្វើរឿងអីចម្លែកធ្វើការរាងកាយនេះគឺជារាងកាយរបស់អ្នកផងដែរហើយពេលនោះទូប្ររបស់យើងនិយាយទៅកាន់សាយវិញថាតើនាងកំពុងតែនិយាយពីអីគេទូប្ររបស់យើងនិយាយទៅកាន់សាយបើសិនជាខ្ញុំអត់បានប្រុងប្រយ័ត្នហើយរឿងរ៉ាវហ្នឹងវាបែកទេតើខ្ញុំនឹងធ្វើអីគេលំនោះសាហេតុមកយើងនិយាយទៅកាន់ទូប្រយើងថាតើនាងមិនសប្បាយទេបើសិនជានាងធ្វើខ្លួនជាមនុស្សស្រីនៅទីនេះរហូតហើយទូប្ររបស់យើងនិយាយទៅកាន់សាហេតុថានិយាយតាមស្មោះត្រង់ទៅរាងកាយរបស់ខ្ញុំអត់សូវទម្លាប់នោះទេស្បីតែខ្ញុំនិយាយជាសលេងស្រីក៏ខ្ញុំមិនទាន់និយាយស្រួលបួលរឿងរអាក់រអួលផងដែរហើយជាធម្មតាខ្ញុំមិនសូវបានពិនិត្យរាងកាយនឹងជាត្រឹមត្រូវនោះទេបន្ទាប់ពីទូប្រយើងនិយាយចប់សាហេតុមកយើងនិយាយទៅកាន់ទូប្រវិញថាលោកនឹងមិនអីទេគឺយូរវាសមខ្លួនឯងនោះទេមុនដំបូងវារាក់ដាក់អូនចឹងឯងហើយនាងបាននិយាយថាចាប់ពីពេលហ្នឹងទៅនាងឈ្មោះកម្មខ្ជុនហើយមិនមែនហាន់យកពីមុនដូចទេហើយសាហេតុមកយើងនិយាយទៅកាន់ទូប្រថាមិនអីទេអត់កំបាំងអ្នកជាមនុស្សប្រុសមានតែលោកនាយកនិងខ្ញុំទេមិនដឹងថាអ្នកនឹងជាមនុស្សប្រុសហើយនាងត្រូវតែបន្លំខ្លួនជាក្មេងស្រីអាយុ20ឆ្នាំនៅទីនេះហើយនាងមិនត្រូវប្រាប់គេថានាងជាបរិសុទ្ធតពីសាហេតុមកយើងបាននិយាយចប់ហើយនៅទូប្រយើងកៀងយកហ្មងហើយព្រមនោះលោកវិធានបានហៅសាហេតុមកយើងឲ្យទៅក្រោមហើយសាហេតុមកយើងបានប្រាប់ទៅកាន់លោកវិធានថាហើយលោកវិធានចាំនៅក្នុងបន្ទប់ទូភីខាងក្រោមចាំនាងដើរទៅបន្ទាប់ពីសាហេតុបានចាក់ចែងនៅសតតែទូប្រុសម្នាក់ឯងហើយទូប្រុសរបស់យើងបានឈរទៅមើលក្មេងស្រីកំពុងតែហាត់រំហើយទូប្រុសរបស់យើងបានគិតក្នុងចិត្តថាគិតអីដឹងខ្លួនឯងធំប៉ុណ្ណេះហើយខ្ញុំនិយាយលេងទេហើយទូប្រុសយើងបានគិតថាតើខ្ញុំនឹងភ័យម៉េចបើខ្ញុំកំពុងតែធ្វើអីគេហើយខ្ញុំនឹងត្រូវតែធ្វើសកម្មភាពបែបណានៅក្នុងពេលនេះបន្ទាប់ពីទូប្រយើងបានគិតដោយទូប្រយើងបានងាកទៅមើលកន្លែងគេកំពុងតែហាត់រំតើគេកំពុងតែហ្វឹកហាត់នៅក្នុងពេលនេះមែនទេសង្ស័យទូប្រចង់ទៅហាត់មួយគេហ្មងហើយទូប្រយើងបានកវីក្បាលហើយទូប្រយើងបាននិយាយថាតែខ្ញុំមិនបានគិតរឿងអីប្រេះប្រាទេឥឡូវខ្ញុំកំពុងតែរៀបចំផ្លូវចិត្តធ្វើម៉េចឲ្យចិត្តខ្ញុំកំពុងតែស្ងប់ឥឡូវចិត្តខ្ញុំកំពុងតែភ័យនេះតើពីទូប្រយើងបាននិយាយតបទូប្ររបស់យើងបានងាកទៅមើលពួកគេទូប្រយើងបាននិយាយថាតើខ្ញុំគួរតែធ្វើរឿងនឹងបែបមិនឥឡូវមែនតើពីទូប្រយើងបាននិយាយរួចភ្នែករឿងរបស់យើងកាត់មកខាងនេះពេញឃើញលោកនាយកកំពុងតែចាំសាហេតុហើយសាហេតុរបស់យើងបានដឹកគ្នាមកសាហេតុរបស់យើងបានសួរទៅកាន់លោកនាយកថាតើហៅខ្ញុំមានកិច្ចការអីមែនហើយលោកនាយកហៅសាហេតុរបស់យើងឲ្យមកមើលក្នុងឯកសារមួយនេះហើយលោកប្រធាននិយាយទៅកាន់សាហេតុថាបើសិនជាខ្ញុំមិនច្រឡំទេខ្ញុំនឹងពិនិត្យរឿងនេះឲ្យបានត្រឹមត្រូវសិនមកបន្ទាប់ពីសាហេតុរបស់យើងបានមើលឯកសារសាហេតុរបស់យើងរឿងភ្ញាក់ផ្អើលនឹងរឿងអ្វីមួយចា៎សាច់រឿងរបស់យើងកាត់មកខាងទូប្រុសវិញគឺទូប្រុសរបស់យើងបានជួបនឹងកាន់គុណសិស្សរបស់គាត់ដែលឈ្មោះសាហេ
ហើយសាហេរបស់យើងមិនដឹងថាទូប្រុសរបស់យើងគឺជាមនុស្សប្រុសព្រោះថាទូប្រុសឥឡូវក៏ហាក់ជាមនុស្សស្រីទេហើយសាហេរបស់យើងនិយាយទៅកាន់ទូប្រុសថាតើលោកមកជាសាលាជាមួយគ្នាមិនមែនហើយទូប្រុសយើងបានឆ្លើយទៅកាន់សាហេវិញថាលោកតាមការពិតទៅខ្ញុំមកពីសាលាឧទ្យានផងដែរហើយសាច់រឿងរបស់យើងចាប់នៅ chapter ទី3ហើយយើងចាំជួបគ្នានៅវីដេអូក្រោយនៅភគ្គទី4